បាទសូមគោរពជំរាបសួរពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមានវីដេអូមួយចង់បង្ហាញអំពីដំណាំត្របែកបាទហើយមូលហេតុដែលខ្ញុំលើកដំណាំត្របែកយកមកបង្ហាញគឺដោយសារតែយើងដឹងថាដំណាំត្របែកគឺជាដំណាំម្យ៉ាងដែលសប្តាហ៍នេះគេនិយមដាំនិងបរិភោគហើយជាពិសេសគឺកត្តាទីផ្សារបាទទីផ្សារនៅមានន័យថាតម្លៃថ្លៃហើយមួយទៀតសោតគឺមនុស្សម្នាក់ចូលចិត្តបរិភោគផ្លែត្របែកបាទតាមសឹងថាគ្រប់វ័យទាំងអស់បាទហើយដំណាំត្របែកយើងដឹងហើយសប្តាហ៍នេះគឺយើងធ្វើការជ្រើសរើសយកការទិញមែកពូជយកមកដាំបាទហើយអាយុកាលដែលចាប់ផ្ដើមផ្លែយើងអាចថាយូរផុតត្រឹម3ឆ្នាំលឿនអាច2ឆ្នាំគឺចាប់ផ្ដើមបានផ្លែបាទហើយនេះគឺជាដំណាំត្របែករបស់ខ្ញុំហើយដំណាំត្របែករបស់ខ្ញុំនេះគឺខ្ញុំដាំគឺខ្ញុំការពារខ្ញុំតាក់តែងមែកបាទហើយនឹងការដាក់ជីបាទដំបូងការដាក់ជីទៅតាមលក្ខណៈចេញផ្កាចេញក្តឹបអីចឹងណាហើយបន្ទាប់មកគឺការច្រកថងបាទនេះថងនេះបាទហើយការច្រកថងនេះគឺខ្ញុំប្រើថងមួយខ្ញុំអាចប្រើបាន3ដងបាទច្រកស្វាយផងច្រកត្របែកផងបាទនេះហើយការច្រកថងនេះការពារពីប្រភេទរុយតិចផ្លែអញ្ចឹងណាហើយនេះគឺត្របែកអត់គ្រាប់បាទហើយនៅក្នុងចការរបស់ខ្ញុំមានត្របែកអត់គ្រាប់ត្របែកគីមជូនិងត្របែករូប៊ីបាទហើយត្របែកអត់គ្រាប់និងត្របែកគីមជូនេះបាទខ្ញុំបេះលក់ឲ្យគេម្ដងបាទ1គីឡូពីរហ្នឹងគឺគិតតម្លៃស្មើគ្នាបាទ5000ឡើងបាទបើផ្លែថារាងទំហំស្អាតផ្លែធំល្អណែនគឺគិត6000លាយជាមួយនឹងគីមជូបាទហើយត្របែកមួយទៀតគឺត្របែករូប៊ីគឺពូជដែលឆ្ងាញ់សាច់ផ្កាយជោគបាទហើយនេះគឺជាការបេះលាយលក់ឲ្យគេបាទត្រឹមតែ6ផ្លែហ្នឹងបាទទម្ងន់1គីឡូជាង7 2គីឡូបាទហើយនេះគឺត្របែករូប៊ីដែលខ្ញុំបាននិយាយហ្នឹងបាទផ្លែធំសាច់ក្រហមគ្រាប់តិចមានរសជាតិផ្អែមឆ្ងាញ់បាទហើយនេះហើយគឺជាមូលហេតុមួយបាទដែលខ្ញុំធ្វើការលើកយកផ្លែដំណាំត្របែកយកមកបង្ហាញបាទហើយនេះគឺរូប៊ីដែរដាំនេះខ្ញុំដាំបានរយៈពេល7ឆ្នាំបាទហើយនេះដើមចាស់បាទនៅលើដើមចាស់បាទដើមរយៈពេលចូលក្បាល4ឆ្នាំហើយបាទនេះគឺជាពូជរូប៊ីហើយផ្លែនេះគឺខ្ញុំតកតងទៅលើទំហំតកតងទៅលើពណ៌សម្បុរនេះគឺខ្ញុំលក់1គីឡូ7000បាទនឹងគឺយើងដាំបែបធម្មជាតិទាំងអស់អញ្ចឹងអ្នកបរិភោគគឺគាត់អត់មានចិនណាយជាមួយតម្លៃទេបាទជាពិសេសរសជាតិហើយធានាសុវត្ថិភាពបាទហើយនេះពូជបាទគីមជូបាទដែលខ្ញុំថាបេះលីលក់ជាមួយនឹងត្របែកអត់គ្រាប់បាទខ្ញុំគិតជាធម្មតាគិតតែ1គីឡូ5000ដែរបាទជូនពួកគាត់អាស្រ័យទៅលើសម្បុរបាទពណ៌សម្បុរអីចឹងណាបាទនេះហើយមកកាច់ច្រៃនេះគឺចូល3គីឡូបាទខ្ញុំកាន់ថតឡើងញាត់ហើយបាទនោះដើមគឺរយៈពេលតាំងពីដាក់ដាំមកបាទរយៈពេល6-7ខែនេះខ្ញុំបេះលក់ឲ្យគេម្ដងបាទបាន3គីឡូ4គីឡូអញ្ចឹងណាបាទហើយនេះគឺជាវីដេអូចង់ផ្ដាំទៅពុកម៉ែពូមីងបងប្អូនអរគ្នាបាទបើមានដីទំនេរអីជារបរអាចដាក់ដំណាំត្របែកដូចខ្ញុំបានបាទងាយស្រួលថែទាំងាយស្រួលប្រមូលផលហើយការហានិភ័យនោះក៏មានតិចតួចដែរក្នុងការបាត់បង់បាទហើយជាពិសេសនៅលើទីផ្សារបាទសម្រាប់ទីផ្សារផ្លែត្របែកដូចពុកម៉ែពូមីងបងប្អូនបានដឹងថាគឺជាដំណាំផ្លែឈើប្រភេទដែលមនុស្សគ្រប់វ័យចូលចិត្តទទួលទានបាទហើយតម្លៃនៅលើទីផ្សារក៏មានតម្លៃល្អគួរសមដែរបាទហើយការដាំដុះបើយើងចង់បានទិន្នផលខ្ពស់ហើយតម្លៃថ្លៃអាស្រ័យទៅលើការថែទាំបាទដូចខ្ញុំបានបង្ហាញអញ្ចឹងបាទមានការថែទាំការដាក់ជីអញ្ចឹងណាតាមបែបធម្មជាតិបាទទើបបានតម្លៃខ្ពស់បាទសូមអរគុណបាទហើយសូមកុំភ្លេចជួយចុច like និង subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូពាក់ព័ន្ធពីការដាំដុះការថែទាំនិងការប្រមូលផលបាទលើដំណាំសំខាន់បាទដែលក្នុងការងាយស្រួលដាំដុះការថែទាំបាទនិងការពារជំងឺបាទពីសត្វល្អិតពី
កត្តាយ៉ាងไรផ្សេងបាទសូមអរគុណបាទសូមជម្រាបលាបាទ